នាយករដ្ឋមន្ត្រីថៃលោកអនុទីនព្យាយាមនិយាយយករួចខ្លួនក៏ដូចជាការពារខ្លួននៅចំពេលដែលមានការចោទប្រកាន់ពីភាពអសកម្មដោយលោកលើកឡើងពីលទ្ធផលស្ទង់មតិដែលដាក់លោកក្នុងចំណាត់ថ្នាក់លេខ2ក្នុងរដ្ឋាភិបាលសេដ្ឋាផែថងឋានហើយលោកក៏បានបកស្រាយពីទំនាក់ទំនងរវាងលោកជាមួយនឹងប៊ែនស្មីតផងដែរស្វាគមន៍ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាព័ត៌មានក៏ដូចជាព្រឹត្តិការណ៍ថ្មីនៅថ្ងៃនេះដែរខ្ញុំបាទក៏មាននៅព័ត៌មានថ្មីមួយទៀតដែលនិយាយអំពីលោកអនុទីនដែលជានាយករដ្ឋមន្ត្រីថៃបាទឃើញថាមួយរយៈពេលចុងក្រោយបន្ទាប់ពីមានបញ្ហាទឹកជំនន់ក៏ដូចជាបញ្ហាផ្សេងទៀតមកឃើញថាលោកអនុទីនគឺកំពុងតែជួបប្រទះនៅករណីក៏ដូចជារឿងក្តីនៅជុំវិញខ្លួនដែលសុទ្ធសឹងតែជារឿងដែលមិនល្អនោះទេសម្រាប់លោកផ្ទាល់ហើយអត្ថបទក៏ដូចជាព័ត៌មាននៅថ្ងៃនេះខ្ញុំបាទក៏បានដកស្រង់ចេញពីអត្ថបទសារព័ត៌មានថៃដែលនិយាយពីលោកទៀតផងដែរបាទហើយអត្ថបទនៃខ្លឹមសារព័ត៌មានតែមួយខ្ញុំបាទនឹងជម្រាបជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នានៅពេលនេះឯងលោកអនុទីនបានឆ្លើយតបទៅនឹងការចោទប្រកាន់ពីភាពអសកម្មដោយលើកឡើងពីលទ្ធផលស្ទង់មតិដែលបានបង្ហាញថាស្នាដៃរបស់លោកជាប់ចំណាត់ថ្នាក់លេខ2ក្នុងសម័យរដ្ឋាភិបាលសេដ្ឋាផែថងទៀនលោកបានបញ្ជាក់ថាលោកស្រីផែថងទៀនស៊ីនវត្រាពិតជាបានជ្រាបច្បាស់អំពីបញ្ហាដែលតាក់ទងនឹងលោក Ben Smith ព្រោះពួកគាត់ធ្លាប់បានពិភាក្សាជាមួយគ្នារួចហើយលោកបានបញ្ជាក់យ៉ាងច្បាស់ថាគណៈបកភូមិជ័យថៃបានដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាលដោយស្ម័គ្រចិត្តហើយលោកមិនត្រូវបានដកចេញពីតំណែងនោះទេនៅថ្ងៃទី5ធ្នូឆ្នាំ2025នៅសាន់ណាំលួងនាយករដ្ឋមន្ត្រីអនុទីនឆានវិរៈកុលនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមទាំងមេដឹកនាំគណៈបកភូមិជ័យថៃផងដែរបានឆ្លើយតបទៅនឹងការអះអាងរបស់គណៈបកភឿថៃដែលបានលើកឡើងថាការដកលោកចេញពីក្រសួងមហាផ្ទៃគឺដោយសារតែភាពអសកម្មហើយមិនមែនតាក់ទងនឹងការបដិសេធរបស់លោកក្នុងការផ្ដល់សេចក្ដីដល់លោក Ben Smith នោះទេលោកបានថ្លែងថាវាមិនមានអ្វីនោះទេពួកគេអះអាងថាខ្ញុំបានដកចេញពីក្រសួងមហាផ្ទៃដោយសារតែខ្ញុំយឺតយ៉ាវនិងអសកម្មប៉ុន្តែពួកគេប្រហែលជាភ្លេចពិនិត្យមើលលទ្ធផលនៃការស្ទង់មតិហើយក្នុងកំឡុងពេលរដ្ឋាភិបាលសេដ្ឋាថាក់ស៊ីនក្រៅពីលោកសេដ្ឋានិងលោកស្រីផែថងទៀនខ្ញុំជាប់ចំណាត់ថ្នាក់លេខ2គណៈបករបស់ពួកគេមិនទាំងជាប់ចំណាត់ថ្នាក់លេខ2ផងនៅពេលពួកគេនិយាយពួកគេគ្រាន់តែនិយាយផ្ដេសផ្ដាសព្រោះពួកគេមិនយល់ពួកគេរកអ្វីមកនិយាយមិនបានពួកគេគ្រាន់តែបន្ទោសលើរឿងផ្សេងទាំងអស់ប៉ុន្តែសម្រាប់ខ្ញុំវាច្បាស់ណាស់ប្រសិនបើខ្ញុំពិតជាអសកម្មមែនបុគ្គលដែលស្នើសុំឲ្យខ្ញុំចាក់ចេញពីក្រសួងមហាផ្ទៃដែលជាអ្នកគ្រប់គ្រងសន្តិសុខជាតិហើយផ្ទេរខ្ញុំឲ្យទៅមើលថែប្រជាជនតើវាមិនកាន់តែអាក្រក់ទៅវិញទេប្រសិនបើខ្ញុំមិនមានសមត្ថភាពទេនោះអ្នកដែលតែងតាំងខ្ញុំគឺជាអ្នកដែលខុសហើយច្បាស់ណាស់ខ្ញុំមិនមែនជាមនុស្សអសកម្មទេលោកសូរិយាជួងរងរឿងគិតអតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងបុគ្គលម្នាក់ទៀតដែលខ្ញុំមិនស្គាល់បាននិយាយថាខ្ញុំធ្វើបានល្អហើយទទួលបានការកោតសរសើរបន្ទាប់មកពួកគេបាននិយាយថាខ្ញុំធ្វើការយឺតយ៉ាវមានរឿងជាច្រើនដែលមិនសមហេតុផលលទ្ធផលស្ទង់មតិបង្ហាញថាខ្ញុំជាប់ចំណាត់ថ្នាក់លេខ2ដែលជារឿងល្អវាជាសំណាងដែលខ្ញុំមិនបានជាប់លេខ1លោកអនុទីនបាននិយាយបែបនេះចំពោះការបង្ហោះរបស់លោកស្រីផែថងទៀនស៊ីនវត្រាដែលលោកស្រីបានបញ្ចេញមតិថាទៅលើព័ត៌មានអំពីលោកអនុទីនដែលបានទទួលស្គាល់ការស្គាល់រវាងលោកនិងលោក Ben Smith នោះនាយករដ្ឋមន្ត្រីបានថ្លែងថាគាត់ដឹងអ្វីទាំងអស់ព្រោះនៅពេលដែលយើងពិភាក្សាគ្នារវាងលោកនិងលោក Ben Smith នោះនាយករដ្ឋមន្ត្រីបានថ្លែងថាគាត់ដឹងអ្វីទាំងអស់នៅពេលដែលពួកយើងពិភាក្សាគ្នាគឺមានលោកស្រីផែថងទៀននិងលោកព្រំមិនលើតស៊ូរីដេតអតីតអគ្គលេខាធិការនាយករដ្ឋមន្ត្រីចូលរួមផងដែរហើយអ្វីទាំងអស់ត្រូវបានបកស្រាយរួចរាល់ហើយកុំភ្លេចថាខ្ញុំមិនត្រូវបានដកចេញទេ
គឺគណៈបកភូមិជ័យថៃបានដកខ្លួនចេញពីសម្ព័ន្ធរដ្ឋាភិបាលដោយស្ម័គ្រចិត្តដូច្នេះកុំស្ដាប់អ្នកដែលនិយាយដោយមិនដឹងការពិតព្រោះពួកគេមិនទាន់ទាំងបានចូលរួមក្នុងរឿងនេះផងនៅពេលត្រូវបានសួរថាតើលោកនឹងវាយតម្លៃខ្លួនឯងដោយរបៀបណានាយករដ្ឋមន្ត្រីបានសើចហើយឆ្លើយថាខ្ញុំនឹងមិនដាក់បន្ទុកខ្លួនឯងពេញ10ទេព្រោះខ្លាចមានគេគិតថាខ្ញុំអួតសម្រាប់ព័ត៌មានមួយទៀតគឺខ្ញុំនឹងនិយាយអំពីគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានិងឡាវនាយកដ្ឋានតាមដានការរញ្ជួយដីនៃក្រសួងឧតុនិយមថៃបានចេញសេចក្តីរាយការណ៍បន្ទាប់ពីរកឃើញករណីរញ្ជួយដីចំនួន2ជាប់គ្នានៅក្នុងប្រទេសជិតខាងគឺប្រទេសមីយ៉ាន់ម៉ានិងឡាវដែលទាំងពីរនេះស្ថិតនៅក្នុងខេត្តភាគខាងជើងនៃប្រទេសថៃគឺខេត្តម៉ែហុងសននិងណានការរញ្ជួយដីនីមួយៗបានកើតឡើងនៅក្នុងជម្រៅ10គីឡូម៉ែត្រការវាយតម្លៃលើសកម្មភាពរញ្ជួយដីចុងក្រោយបង្ហាញថានាយកដ្ឋានតាមដានការរញ្ជួយដីបានរកឃើញរលកនៃការរង្គើនេះដោយមានគម្លាតគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះហើយចំណុចកណ្ដាលទាំងពីរស្ថិតនៅជិតព្រំដែនភាគខាងជើងនៃប្រទេសថៃការរញ្ជួយដីទាំងពីរលើកបានវាយប្រហារក្នុងជម្រៅ10គីឡូម៉ែត្រដែលត្រូវចាត់ទុកថាជារលករាក់ហើយអាចបង្កឲ្យមានអារម្មណ៍រង្គើដល់ព្រំដែនថៃដែលនៅក្បែរនោះបើទោះបីជាកម្រិតរញ្ជួយដីនេះស្ថិតនៅក្នុងកម្រិតមធ្យមក៏ដោយក៏ទីតាំងនៃចំណុចកណ្ដាលដែលនៅជិតតិចជាង200គីឡូម៉ែត្រពីខេត្តម៉ែហុងសនមានន័យថាអ្នករស់នៅស្រុកក្បែរនោះជាពិសេសស្រុកប៉ាងម៉ាផានិងប៉ៃត្រូវបានណែនាំឲ្យតាមដានព័ត៌មានថ្មីៗដោយយកចិត្តទុកដាក់ការរង្គើនេះអាចនឹងវាយប្រហារទៅភាគខាងជើងនៃប្រទេសថៃដោយនៅត្រឹមតែ132គីឡូម៉ែត្រពីខេត្តណានប៉ុណ្ណោះដែលបញ្ជាក់ពីសកម្មភាពរញ្ជួយដីបន្តបន្ទាប់ដោយតាមបណ្ដោយខ្សែបន្ទាត់បាក់ដីក្នុងតំបន់ដែលអាចមានផលប៉ះពាល់ដល់ភាគខាងជើងនៃប្រទេសថៃនាពេលអនាគតបាទសម្រាប់ខ្លឹមសារនៃព័ត៌មានទាំងពីរនេះគឺខ្ញុំបានដកស្រង់ចេញពីសារព័ត៌មាន The Nation Thai ដែលបានចុះផ្សាយនៅក្នុងថ្ងៃទី6ខែធ្នូនេះបាទហើយនាយករដ្ឋមន្ត្រីបាទនៃប្រទេសគេគឺកំពុងតែជិះចង្អេរលើខ្លួនឯងហើយបាទខណៈពេលដែលគ្រោះរញ្ជួយដីនៅខាងមីយ៉ាន់ម៉ានិងឡាវគឺអាចនឹងប៉ះពាល់ដល់ប្រទេសថៃផងដែរគឺនៅភាគពាយ័ព្យនិងទិសខាងជើងបាទអញ្ចឹងសម្រាប់អត្ថបទព័ត៌មានទាំងពីរគឺខ្ញុំសូមបាទសង្ខេបក៏ដូចជាជម្រាបជូនទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនតែត្រឹមនេះហើយបើសិនជាពុកម៉ែបងប្អូនបាទគិតថាអត្ថបទមួយនេះបាទគឺជាអត្ថបទដែលល្អនិងសំខាន់ពុកម៉ែបងប្អូនអាចគាំទ្រខ្ញុំដោយការចុច like ចុច share ក៏ដូចជាចុច subscribe នៅ channel ព័ត៌មាននេះម្នាក់មួយដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃពី channel របស់ខ្ញុំផងដែរបើសិនជាមានកំហុសខុសឆ្គងត្រង់ណាមួយខ្ញុំបាទសូមអធិស្ឋានក៏ដូចជាសូមខន្តីអភ័យទោសបាទហើយពុកម៉ែបងប្អូនអាច comment ក៏ដូចជាផ្ដល់ជាមតិកែលម្អមកដល់ខ្ញុំបានបាទខ្ញុំបាទនឹងទទួលដោយរីករាយខណៈពេលនេះខ្ញុំបាទសូមអរគុណនិងសូមជម្រាបលា